đไดส์บอนគឺជាពាក្យថាគីមានន័យថាដូចថង់ទឹកមួយដែលមានទឹកនៅខាងក្នុងនឹងហើយវាកើតនៅកសោមពងរបស់ស្ត្រីហើយពាក្យថាកសោមពងនេះគឺយើងមិនមែនជាផ្នែកមួយនៃស្បូនទេគឺឧទាហរណ៍ថាបើយើងនិយាយទៅគឺផ្នែកនេះឯងដែលជាធម្មតាស្ត្រីតែងតែមានកសោមេជីវិតញីដែលយើងហៅថាអូវ៉ារីអញ្ចឹងពេលដែលយើងនិយាយអំពីគីដៃស្បូនគឺយើងសំដៅទៅលើគីដែលកើតនៅកសោមអូវ៉ារីនេះมันពាក់ព័ន្ធជាមួយនឹងដៃស្បូនជាមួយនឹងស្បូនទេចាការពិតគីដៃស្បូនបើយើងនិយាយឲ្យស្រួលស្ដាប់មានពីរប្រភេទគីធម្មតានិងគីជំងឺមានន័យថាគីធម្មតាស្ត្រីតែងតែមានការបារម្ភទៅលើអ្វីដែលជាគីធម្មតាដែលយើងនិយាយថាជាមេជីវិតញីដែលវិវត្តពេលខ្លះគាត់ទៅពិនិត្យសុខភាពដែលឯងគាត់ឃើញគីមានគីដៃស្បូនគាត់ភ័យខែក្រោយគាត់ទៅមើលបាត់គីប្រភេទធម្មតានេះគឺជាការវិវត្តនៃមេជីវិតញីដែលជាធម្មតាគឺវិវត្តមានតូចមានធំតូចហើយធំហើយក៏ផ្ទុះចេញជាមេជីវិតញីអញ្ចឹងទៅដែលសភាពរបស់វាអាចបែងចែកបានតាមរយៈអេកូក្រាហ្វីដែលគេឃើញថាគីធម្មតានោះគឺវាទំហំតូចសមរម្យសបកស្ដើងហើយខាងក្នុងរបស់វាគឺជាទឹកហើយពេលខ្លះវាអាចបាត់ទៅវិញតែឯងតែបើប្រភេទគីជំងឺវិញមានន័យថាសបកខុសពីគីធម្មតាមានសភាពសបកវាមានសរសៃឈាមអីចឹងទៅហើយខាងក្នុងរបស់វាមានប្រភេទរបស់វាពេលខ្លះអាចជារំអិលខាប់ដែលយើងហៅថាមួយគីសពេលខ្លះអាចជាសក់អាចជាស្បែកអាចជាធ្មេញហើយពេលខ្លះអាចជាឈាមរដូវដែលយើងហៅថាសូកូឡេតស៊ីសចាហើយពេលខ្លះអាចជាឈាមដែលថាគីសហ្នឹងវាបែកវាចាប់ផ្ដើមមានការហូរឈាមខាងក្នុងអញ្ចឹងបើយើងនិយាយសួរស្ដាប់គីសមានតែពីររឿងទេគីសធម្មតាដែលវិវត្តឥតឈប់នៅក្នុងខ្លួនស្ត្រីដែលអត់គួរបារម្ភទេដល់គីសប្រភេទទី2គឺគីសជំងឺដែលខាងក្នុងស្ថានភាពខាងក្នុងរបស់វាគឺខុសៗគ្នាបើនិយាយពីគីសជំងឺគឺអត់មានហេតុផលទេមានន័យថាវាកើតដោយឯងវាអត់មានប្រវត្តិរបស់វាថាធ្វើឲ្យការពារកុំឲ្យមានគីសឧទាហរណ៍គីសរំអិលខាប់ឬមួយក៏គីសដែម៉ូអ៊ីតដែលមានសាច់មានធ្មេញនៅក្នុងហ្នឹងគឺវាត្រូវកើតវាកើតតែម្ដងណាហើយតែបើសិនជាក្នុងករណីគីសឈាមដែលនាងខ្ញុំនិយាយថាខាងក្នុងវាជាឈាមរដូវនោះវាតកតងជាមួយនឹងការដែលភ្នាសរដូវរបស់យើងនឹងច្រាលឡើងទៅលើខុសប្រក្រតីភ្នាសរដូវវាត្រូវនៅកណ្ដាលនៃរដូវតែពេលមួយស្រាប់តែថាវាច្រាលទៅតាមដៃស្បូនទៅអញ្ចឹងទៅមកផ្ដុំគ្នានៅតំបន់កសោមពងអញ្ចឹងទៅវាធ្វើឲ្យមានឈាមកកម្ដុំហ្នឹងដែលយើងហៅថា endometriosis អាហ្នឹងគឺវាមានហេតុផលរបស់វាប៉ុន្តែសុទ្ធតែអត់មានអ្វីព្រីវ៉ាត់ការពារទុកមុនទេមានន័យថាបើកើតគឺកើតតែម្ដងគឺយើងអត់អាចដឹងថាយើងញ៉ាំអីយើងធ្វើអីដើម្បីកុំឲ្យកើតគីសហ្នឹងគឺអត់មានទេចាគីក្នុងដៃស្បូនភាគច្រើនអត់រោគសញ្ញាដែរមានន័យថាគាត់អត់ដឹងទេថាគាត់មានគីពេលខ្លះគាត់ទៅ check up សុខភាពទៅគាត់មើលអេកូក៏ឃើញថាមានគីពីព្រោះអីភាគច្រើនមានរោគសញ្ញាតែក្នុងករណីដែលវាចាប់ផ្ដើមធ្វើទុកដូចជាចាប់ផ្ដើមល្ងល់ពេលដែលគីសនៅវាទំហំកាន់តែធំទៅវាងាយនឹងល្ងល់អញ្ចឹងគាត់អាចនឹងចុកពោះពេលខ្លះវាបែកនៅពេលដែលវាទំហំកាន់តែរីកធំទៅដល់ពេលប៉ោផ្លុំដាក់ទឹកអញ្ចឹងទឹកធំទៅវាធ្វើឲ្យបែកអញ្ចឹងរោគសញ្ញាដែលគាត់មានហើយសង្ស័យថាគីសនោះគឺការចុកពោះធ្វើឲ្យគាត់ត្រឡប់មកពេទ្យជួបពេទ្យពេលពិនិត្យទៅឃើញថាមានការបែកគីសឬក៏ល្ងល់គីសតែភាគច្រើនគឺมันមានរោគសញ្ញាទេចាតើតើជាមួយគីដៃស្បូនដែលយើងគិតថាជាប្រភេទគីមិនមែនធម្មតាទេជាគីជំងឺអញ្ចឹងការព្យាបាលទៅតាមប្រភេទរបស់គីទៀតមានន័យថាគីខ្លះទៅតាមទំហំរបស់វាបើសិនជាវានៅតូចទេគឺគេអត់ទាន់ធ្វើអីទេតែបើក្នុងករណីគីដែលមានសក់មានធ្មេញអីនៅក្នុងហ្នឹងគេអាចនឹងវះយកចេញមិនថាទំហំប៉ុណ្ណាទេពីព្រោះគេត្រូវការឲ្យដឹងច្បាស់ថាតើអ្វីដែលឃើញនោះវាស្លូតឬកាចពីព្រោះពេលខ្លះគេអាចច្រឡំជាមួយនឹងគីសកាចដែរហើយបើក៏គីសមកប្រភេទទៀតតកតងជាមួយនឹងគីសឈាមការព្យាបាលគឺអាស្រ័យទៅលើការដែលគាត់ចុះពោះខ្លាំងពេលមករដូវក៏ដូចជាការពិបាកមានកូនរបស់គាត់ព្រោះអាគីប្រភេទទី3ដែលនាងខ្ញុំនិយាយនេះវាធ្វើទុកតែពីរឯងគឺការចុកជាមួយនឹងការពិបាកមានកូនអញ្ចឹងបើសិនជាអត់មានធ្វើទុកអីទេក៏គេអត់ព្យាបាលដែរចាហើយតកតងជាមួយនឹងថ្នាំទៀតសោតក៏ពុំមានថ្នាំអីដែលយើងញ៉ាំទៅឲ្យរលាយគីសនឹងទៅវិញដែរដែលធ្វើឲ្យបងនារីមួយចំនួនគាត់យល់ខុសថាខំទិញថ្នាំនេះវីតាមីននេះយកមកញ៉ាំជាប្រចាំទៅបាត់ទៅវិញការពិតបើវាបាត់ដោយឯងវាអត់ចាំបាច់ញ៉ាំអីក៏វាបាត់ដែរតែបើសិនខ្ញុំចង់សម្ដៅលើគីសធម្មតាដែលយើងឃើញថ្ងៃនេះឃើញមានគីសខែក្រោយខំញ៉ាំថ្នាំឲ្យបាត់ទៅវិញការពិតបើអត់ញ៉ាំថ្នាំក៏បាត់ដែរមានន័យថាដោយសារតែគីសនឹង nature របស់វាគឺវិវត្តទៅអញ្ចឹងហើយដល់ពេលដែលយើងអត់ដឹងយើងគិតថាញ៉ាំថ្នាំនោះបានបាត់
ហើយក៏ខំញ៉ាំថ្នាំសំដៅទៅលើគិះជំងឺមួយចំនួនគឺវាអត់បាត់ទេមានន័យថាមានតែការវះកាត់យកគិះនោះចេញទើបជាវិធីព្យាបាលប៉ុន្តែការវះកាត់ពេលណាការវះកាត់របៀបម៉េចគឺអាស្រ័យលើរោគវិនិច្ឆ័យរបស់គ្រូពេទ្យនៅពេលដែលគាត់មើលឃើញថាទំហំនឹងมันអាចទុកបានទៀតទេសភាពនឹងគឺមានគ្រោះថ្នាក់សម្រាប់គាត់ដែលយើងត្រូវគិតថាតើ slow ឬកាចអញ្ចឹងនៅពេលដែលវះកាត់យើងចង់ណាគ្រូពេទ្យចង់កាត់យកតែគិះនឹងចេញទេអត់ចង់ពាក់ព័ន្ធជាមួយនឹងកសោមេជីវិតទេប៉ុន្តែពេលខ្លះស្ត្រីមកក្នុងទម្រង់បែកគិះនឹងអញ្ចឹងវាបែកទៅទាំងអស់ទាំងដៃទាំងកសោមពងហ្នឹងណាអញ្ចឹងទាមទារឲ្យយើងឲ្យគ្រូពេទ្យកាត់ទាំងដៃស្បូនចោលមកចាហៀងកាលណាគាត់អស់មកចាហៀងទៅអញ្ចឹងលទ្ធភាពមានកូនរបស់គាត់ក៏ថយចុះពាក់កណ្ដាលដែរអញ្ចឹងអាស្រ័យទៅលើថាភាពជាក់ស្ដែងថាតើគិះនោះយើងយកបានតែគិះឬទេពេលខ្លះយើងវះបកយកតែគិះចេញបានអញ្ចឹងអត់ប៉ះពាល់ទៅលើអាកសោមេជីវិតហ្នឹងទេអញ្ចឹងគាត់នៅតែមានលទ្ធភាពមានកូនធម្មតាជាចុងក្រោយយើងខ្ញុំសូមប្រាំទៅបបរនារីថាគិះមានច្រើនប្រភេទហើយក៏កុំលឺគិះភ័យគ្រប់ពេលពួកការភ័យខ្លាចវាមិនមែនជាជំរឿសដែលធ្វើឲ្យស្ត្រីអាចរស់នៅអោបភាពភ័យខ្លាចហ្នឹងឯងគាត់ត្រូវដឹងឲ្យច្បាស់ថាតើគិះដែលគាត់មាននោះជាគិះអ្វីបើសិនជាគាត់ជួបជាមួយគ្រូពេទ្យជំនាញត្រឹមត្រូវច្បាស់ណាស់គាត់ប្រកាសជាដឹងថាប្រភេទគិះនោះគឺគិះធម្មតាដែលគង់នឹងបាត់ទៅវិញដែលគាត់អត់ចាំបាច់ញ៉ាំថ្នាំនាំតែអស់លុយហើយទៅខាត់ពេលវេលាខូចកាពះខូចអីផ្សេងទៀតអញ្ចឹងណាប៉ុន្តែបើសិនជាប្រភេទគិះនោះជាគិះដែលត្រូវព្យាបាលគឺគាត់ត្រូវព្យាបាលឲ្យទាន់ពេលវេលាដើម្បីបន្ថយនៅហានិភ័យនៃការដែលបានន័យថាបើគង់តែកាត់យើងកាត់យកតែគិះចេញវាប្រសើរជាងទុកឲ្យវាបែកហើយមកជួបពេទ្យក្នុងករណីសន្លប់ចុកពោះអីអញ្ចឹងទៅវាគ្រោះថ្នាក់សម្រាប់គាត់ចាអញ្ចឹងត្រូវដឹងពីជំងឺខ្លួនឯងឲ្យបានជាក់លាក់ទទួលការប្រឹក្សាត្រឹមត្រូវទើបយើងអាចមានសុខភាពល្អហើយយើងមិនបារម្ភខុសចា